បងប្អូននេះគឺជាចំណេះដឹងថ្មីមួយទៀតតាក់ទងជាមួយនឹងការកែច្នៃគ្រឿងឡានដែលបាក់ហើយយើងពិបាកទិញនៅទីផ្សារអត់មានហ្នឹងបងប្អូនយើងសូមទស្សនាវីដេអូនេះយកគ្រឿងឡានដែលបាក់អញ្ចឹងយកមកផ្សាររុះឲ្យចេញជាថ្មិញប្លោះដូចគ្មានណាអញ្ចឹងហើយគេយកម្សៅដូចជ័រស្មាច់មែនបងប្អូនយកមកចាក់កាវហើយរោយទៀតហើយចាក់កាវឲ្យវារឹងមើលទៅគឺការកែច្នៃគឺល្អមែនទេបងប្អូនសំខាន់ថ្មិញអាណានោះដែលគេរមកឲ្យបស៊ីខំជាមួយនឹងជ័រស្មាច់នឹងចាក់កាវទៅគឺពិតជាមាំមែនទែនបងប្អូនមើលនេះខាត់អូខាត់បាទខាត់ហើយដាក់កាវទៀតអាយយយកផ្លែស្វានមកស្វានចេញជារុនខ្ចៅបាទដកមកចេញជារាងអញ្ចឹងមកឆាបកាច់ហើយឆាបជួយស្មើទៅប្រើបានមាំមែនទែនហើយកលឹះនេះខ្ញុំជឿជាក់ថាគាត់រុះឲ្យចេញជាថ្មីអាណាខំបស៊ីគ្នាអញ្ចឹងគឺប្រើប្រាស់ទៅគឺមាំបងប្អូនយើងអាចសាកល្បងបានឃើញទេយកមកបាញ់ថ្នាំឡើងថ្មីមើលទៅភ្លឹងមែនទែនមើលដឹងថាឧបករណ៍នេះធ្លាប់បាក់បែកពីមុនមកបងប្អូនទស្សនាហើយវីដេអូនេះគឺតែមានប្រយោជន៍កុំភ្លេចចូលរួមធ្វើការ share ចែកម្លែកទាំងអស់គ្នា